មហាជនឆ្ងល់ថាមូលហេតុអ្វីទីតាំងល្បីស៊ីសងឆ្នោតឡូតូតាមអនឡាញជ្រកក្រោមស្លាកហាងកាហ្វេស្ថិតនៅខាងលិចស្តុបផ្សារដើមគោសមត្ថកិច្ចចុះធ្វើកិច្ចសន្យារួចហើយនោះស្រាប់តែពេលនេះមិនទាន់ទាំងបានមួយដង្ហើមចង្រិតផងនោះម្ចាស់ទីតាំងនេះបានបើកលេងវិញដោយរលូនគួរបញ្ជាក់ថាទោះបីថ្នាក់ដឹកនាំអាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញនៅបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង14ត្រូវតែមានវិធានការលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនយ៉ាងណាក្តីក៏បច្ចុប្បន្ននេះគេនៅតែសង្កេតឃើញថាល្បែងស៊ីសងឆ្នោតឡូតូជាច្រើនកន្លែងស្ថិតនៅក្នុងទឹកដីនៃខណ្ឌទួលគោកនៅតែបើកលេងយ៉ាងរលូនហាក់មិនខ្វល់ពីចំណាត់ការរបស់ថ្នាក់ដឹកនាំជាពិសេសមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានទាល់តែសោះជាក់ស្ដែងគេសង្កេតឃើញថាមានទីតាំងល្បែងស៊ីសងឆ្នោតឡូតូតាមអនឡាញមួយកន្លែងជ្រកនៅក្នុងហាងកាហ្វេដែលមានទីតាំងស្ថិតនៅខាងលិចស្តុបផ្សារដើមគោប្រហែល30ម៉ែត្រជាប់នឹងហាងនំប៉័ងតាមបណ្ដោយផ្លូវលេខ336សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញបានបើកលេងយ៉ាងអនាធិបតេយ្យដែលក្នុងនោះក្រុមអ្នកញៀនល្បែងស៊ីសងមួយនេះបានចាក់ភ្នាល់ម្ដងរាប់សិបម៉ឺនរៀលថែមទៀតផងអ្វីដែលធ្វើឲ្យមហាជនសម្ដែងនៅការហួសចិត្តនោះគឺត្រង់ថាទីតាំងខាងលើនេះកាលពីថ្ងៃទី7ខែមីនាឆ្នាំ2026កន្លងទៅនេះរដ្ឋបាលប៉ុស្តិ៍បឹងសាឡាងបានចុះមកបិទនិងធ្វើការណែនាំឲ្យម្ចាស់ទីតាំងមួយនេះធ្វើកិច្ចសន្យាព្រឹត្តមេដៃបញ្ឈប់រាល់ការប្រព្រឹត្តការលេងល្បែងស៊ីសងរួចហើយក៏ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងនោះក៏ស្រាប់តែគេឃើញទីតាំងខាងលើនេះបានបើកដំណើរការវិញយ៉ាងរលូនជាហេតុធ្វើឲ្យមហាជនប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាម្ចាស់ទីតាំងខាងលើនេះបានបង់លុយបង់កាក់ជូនសមត្ថកិច្ចអស់ហើយទើបគេអាចបើកលេងវិញបានបែបនេះក៏ប៉ុន្តែយ៉ាងនេះក្តីគេនៅមិនទាន់អាចជឿជាក់បានទេថាសមត្ថភាពពាក់ព័ន្ធជាមួយនឹងរឿងនេះនោះទេគណៈដែលបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំជាពិសេសសម្រាប់រាជធានីភ្នំពេញគឺឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរខណ្ឌទាំង14ត្រូវតែលុបបំបាត់ឲ្យអស់រាល់សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងស៊ីសងតាមអនឡាញឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនគូបញ្ជាក់ដែរថាប្រជាពលរដ្ឋបាននាំគ្នាសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានដោយហេតុថាល្បែងស៊ីសងគឺជាដើមចមដែលនាំឲ្យកើតមានអំពើចោរកម្មលួចឆក់ប្លន់និងអំពើហិង្សានៅក្នុងគ្រួសារជាដើមជាមួយគ្នានោះដែរពួកគាត់ចង់ឃើញអាជ្ញាធរខណ្ឌទួលគោកដែលមានលោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌក៏ដូចជាលោកស៊ីមពិសិដ្ឋអធិការនគរបាលខណ្ឌទួលគោកបញ្ចេញនៅកណ្ដាប់ដៃដែកចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះកុំឲ្យកើតមាននៅក្នុងមូលដ្ឋានជាបន្តទៀតMá ổn cho không là không có cho không ở đây cho không trời không chặt chân à chân chứ bốn rồi đi con đây rồi đi chờ ông đọc mơ nói rồi rồi sao phải mơ quay cái này còn đây cho anh hạt quay mơ sát lịch phi nhưng phải buôn còn nhãn buôn đọc nhãn buôn đập nhãn buôn nhãn ơi môi là nó như được ở trái ghê đặt bay lịch phi bay bay mơ kèm con đi mẹ con đi chăn đi cho bay bay mơ buôn bay mơ bay 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 buôn bay